កំពូលធីមទាំង5ឬក៏ស្ដាច់ធីមទាំង5ដែលអ្នកទាំងអស់គ្នានឹងប្រឈមមុខជាមួយនឹងការទម្លាក់រ៉េងថ្មីនិយាយទៅឲ្យទៅស៊ីសិនថ្មីកិច្ចអត់ផតទេដឹងតែជួបទៅអញ្ចឹងឯងអ្នកទាំងអស់គ្នាត្រៀមតែកម្លាំងកាយកម្លាំងចិត្តដល់រឹងមាំនឹងឲ្យហើយទៅឥឡូវកុំឲ្យនៅសាំយូយើងចូលទៅមើលនៅធីមទាំង5ហ្នឹងទាំងអស់គ្នាដែលធីមទី1ហ្នឹងគឺជាប្រភេទធីមដែលថាយកមកគឺងាប់មិនក្រាប10ដងតែម្ដងហើយធីមហ្នឹងទោះបីជាអ្នកទាំងអស់គ្នាលេងខ្លាំងប៉ុណ្ណាក៏ដោយក៏យឹតយើងអត់រួចដែរហើយចំពោះប្រភេទហេរ៉ូដែលពួកគេយកមកលេងហ្នឹងមានដូចជាលីងដាដី Fanny ដាកាប់ ណាណា អ៊ីដូរ៉ា អូដោមីយ៉ាហើយជាពិសេសហ្នឹងគឺថាកញ្ញាហាណាប៊ី Dark System ហ្នឹងតែម្ដងហើយបើថាអ្នកទាំងអស់គ្នាចូលខ្លួនទៅប៉ះប្រភេទធីមហ្នឹងហើយទោះបីជាអ្នកទាំងអស់គ្នាទឹកដៃមកពីទេវតាទៀតគឺថាជួយយកយងធីមហ្នឹងឲ្យរួចទេ100%គឺនឹងតែចាញ់ហើយឥឡូវយើងចូលមកដល់ប្រភេទធីមទី2របស់យើងវិញគឺ Hero Miya ឥឡូវអ្នកគេស្ដាប់ខ្ញុំនិយាយសិនកុំតាន់ថាខ្ញុំនឹងមើលងាយ Hero Miya ហើយ Hero Miya កញ្ញាបាញ់ព្រួយរបស់យើងហ្នឹងបើថាប៉ះអ្នកចេះលេងវិញគឺថាគេចេះលេងគេលេងខ្លាំងមែនតើហ្មងនៅពេល late game មិនតែបើថានៅ rank epic ហ្នឹងបាច់សង្ឃឹមទេ Hyper ងាប់តាមមួយផ្លែទៅមកវិញ Miya Cyber បាត់អ្នកដែលធ្លាប់លេងប៉ះអញ្ចឹងប្រកាសជាយកអារម្មណ៍ហើយនៅពេលដែលយើងលេង Hyper ហើយយើងងាប់តាមមួយផ្លែសោះរស់មកវិញ Miya Cyber បាត់ជួនកាលបាច់តែងាប់ទេគ្រាន់តែថាយើងកំពុងតែស៊ីបលូបើហ្នឹងដល់ពេលយើងដើរមក red Miya C red ហើយនៅពេលដែលស៊ីបើយើងហើយយើងសួរទៅយើងចេទៅសួរតែឈឺអត់គឺអត់ទេមានតែដើរទៅស៊ីបើយើងថែមឲ្យ clear lane ញ៉ៃពេញហ្នឹងគ្មានដឹងខ្យល់អីហ្មងបើថាលេងប៉ះប្រភេទចឹងអីត្រៀមធ្វើចិត្តព្រះហើយទៅប្រយ័ត្នតែច្រឡំចេគេគឺយកទៅផលចំណែកឯប្រភេទធីមទី3វិញគឺថាមហាស្ដេចធីមតែម្ដងហ្គេមហ្នឹងបើថានៅ rank epic ហ្នឹងលេង10ម៉ាច់ប៉ះ5 6ម៉ាច់ឯតែអញ្ចឹងហើយធីមកំពូហ្នឹងគឺអត់តាឆ្ងាយគឺជាប្រភេទធីមដែលថា pick hyper ម្ដង3ម្ដង2ម្ដង4 mm4 mm3 mm2 អញ្ចឹងទៅធីមទាំងអស់ហ្នឹងគឺថាងាយស្រួលនៅក្នុងការរកខ្លាំងមែនតើហ្មងអ្នកនរគ្នាមិនបាច់ទៅចាំហៅអីទេគឺថាចូលមកប៉ះតែម្ដងបើថាធីមដែល pick support 2 make 2 make 3ឬក៏តែង3តែង4មកជួយអត់មានទេព្រោះថាហ្គេមហ្នឹងខ្ញុំលេងខ្ញុំឃើញច្បាស់ណាស់អត់សូវមានអ្នក pick តែង2 3យកមកអញ្ចឹងទេសិតតែ mm3 ឬក៏ hyper 3មកចឹងហ្មងហើយដល់ពេលចូលដល់ហ្គេមគឺថាដដើមឡានគ្នាដើរដដើមបើគ្នាស៊ីហ្មងហើយលទ្ធផលនៃការដដើមគ្នាចង់ក្រោយបាន9គឺមានបានអីគឺដឹងតែចាញ់ឯហ្គេមហ្នឹងជាពិសេស hyper 3 4ដល់មកបើថា mm 3 4អីទប់ដល់ late game អាចវាយចូលគេវិញព្រោះថាហ្គេម hyper កាន់តែច្រើនណាកាន់តែកថាហ្មងហ្គេមហ្នឹងហើយឥឡូវចូលមកដល់ប្រភេទធីមទី4វិញគឺមិនមែនធីមខាងយើងណាគឺធីមខាងគេហើយមានមុនតនអ្នកកោម្ដងលើកហ្នឹងដូចជាអ្នកទាំងអស់គ្នាបានដឹងចឹងដល់ពេលដែលតម្លាក់រ៉េងសម្បីតែអ្នក500 star 2000 star អីក៏ចោះមកដល់ epic មកដល់អីដូចយើងដែរហើយដល់ពេលអញ្ចឹងទៅយើងកំពុងតែ search រកធីមហ្នឹងយើងមានតែប៉ះអីប៉ះ enemy ខាងគេខាងគេសិតតែ2000 star 1000 star កាលពី season មុនដល់ពេលគ្នាឯងនេះ season មុន mythic 10 star 20 star ហ្នឹងហើយដល់ពេលអញ្ចឹងចង់6នាទី surrender ឲ្យចាញ់ត្មងក៏អត់ការទេព្រោះថាតែ5នាទីអីហ្នឹងគេវាយបែកផ្ទះហើយនិយាយទៅឲ្យតែពេលដែលប៉ះធីមអញ្ចឹងម្ដងខ្ញុំកពុលមុខខ្លាំងហ្មងចង់តែបិទទូរស័ព្ទឲ្យ AFK ចោលទៅហើយឥឡូវមកយើងមកចូលដល់ធីមចុងក្រោយហ្នឹងធីមចុងក្រោយហ្នឹងអ្នកនរគ្នាចាស់ឲ្យតាម season ក៏ជួបម្នាក់ដែរនិយាយមែនឲ្យតែនឹកឃើញដល់ធីមហ្នឹងគឺថាខ្ញុំក្តៅអត់ទាន់បាត់ហ្មងតាំងពី season មុនហើយគេជេរខ្ញុំជេរយកហ្មងលក្ខណៈថាខ្ញុំមិនដឹងថាមកពីណាទេអារបៀបថាលេងមួយហ្គេមហ្នឹងកោគេស៊ីបើ hyper ផង clear lane គេឯងផងនិយាយទៅក្លុកហ្មងដើរចូលត្រឹកងាប់រហូតដល់ពេលថាឲ្យទៅជេរយើងយកហ្មងបាក់វយជេរយើងយកហ្មងតែពេលហ្នឹងតែខ្មាស់គេតិចអីអ្នកនរគ្នាមើលទៅគឺខ្ញុំកំពុងតែនឹងអង្គុយហាងកាហ្វេលេងកោហ្នឹងបើកវយមកនឹងជេរខ្ញុំយកជេរខ្ញុំយកខ្ញុំនិយាយមែននៅចិត្តខ្ញុំចាប់កញ្ញាហើយបើថាគ្នាយើងណាស់តែថាធ្លាប់លេងប៉ះធីមទាំង5ហ្នឹងគឺដូចខ្ញុំអញ្ចឹងគឺថាតឹងចិត្តសាហាវហ្មង stress នៅក្នុងជីវិតទៅចង់ទៅលោតតាក់តើតែធ្វើមិននៅក្នុង season ថ្មីបើថាជ្រុលជាលេងប៉ះហើយមិនបាច់តែនិយាយអីទេត្រៀមតកាយត្រៀមតចិត្តទៅយើងទទួលស្គាល់ទៅថាធ្វើមិនក្រែងនឹងវាអញ្ចឹងហើយបើថាទ្រាំបានទេដាក់វិញទៅលះយកទៅមិនបាច់តែខ្លាចអីទេបើថាហួសដានកំណត់ហើយ